សួស្តីអតិថិជនអរគ្នាថ្ងៃនេះនាងខ្ញុំសូមមកធ្វើការបង្ហាញអំពីប្រភេទផ្ទះវីឡាតូលអេសដែលមានទីតាំងចុះពីរងូបការរំដួលចម្ងាយត្រឹមតែ200ម៉ែត្រតែប៉ុណ្ណោះហើយនៅផ្នែកខាងក្រៅនេះយើងក៏មានជា playground ហើយនឹងសួននៅខាងមុខគឺអាចឲ្យក្មេងៗគាត់មកលេងនៅកន្លែងនេះបានផងដែរឥឡូវនេះទៅមើលជាមួយនឹងបរិវេណនៅខាងមុខផ្ទះក៏ដូចជាខាងក្នុងផ្ទះទាំងអស់គ្នាចំពោះប្រភេទផ្ទះវីឡាតូលអេសនេះផងដែរគឺមានការសាងសង់លើទំហំសាច់ដីរហូតដល់ទទឹង15ម៉ែត្រនិងបណ្ដោយ23ម៉ែត្ររីឯទំហំផ្ទះវិញគឺទទឹង8ម៉ែត្រជម្រៅ 15.6 ម៉ែត្រសម្រាប់ផ្ទះនេះគឺមានការរៀបចំស្រស់ស្អាតខ្លាំងមែនទែននៅផ្នែកខាងនេះគឺមានការរៀបចំជាលក្ខណៈសួនច្បារក៏ដូចជាកញ្ចក់ជាពិសេសគឺមានស្លាយសម្រាប់ឲ្យក្មេងៗគាត់លេងនៅខាងក្នុងផ្ទះបានយ៉ាងងាយស្រួលតែម្ដងផ្ទះនេះគឺមានការប្រម៉ូសិនពិសេសខ្លាំងមែនទែនបញ្ចុះតម្លៃរហូតដល់$15,000ទៅលើការទិញផ្ដាច់តម្លៃនៅសល់ត្រឹមតែ$147,000តែប៉ុណ្ណោះចំពោះផ្ទះនេះតែម្ដងណាចាឥឡូវនេះចូលទៅមើលនៅផ្នែកខាងក្រោយនៅផ្នែកខាងក្រោយនេះគឺមានការរៀបចំជាមួយនឹងលក្ខណៈកញ្ចក់គឺធ្វើឲ្យបរិវេណនៅខាងក្នុងផ្ទះមានសោភ័ណភាពស្រស់ស្អាតខ្លាំងមែនទែនចានិយាយទៅគឺកញ្ចក់នេះបរិវេណធំទូលាយស្រស់ស្អាតខ្លាំងតែម្ដងចាអង្គុយមើលជាមួយនឹង view នៅខាងក្នុងផ្ទះចានៅបរិវេណជុំវិញផ្ទះតែម្ដងណាហើយបើខាងនេះវិញមានការរៀបចំជាមួយនឹងតោងយល់ចានិយាយទៅទិញផ្ទះនេះគឺចំណេញតែម្ដងមានកន្លែង relax នៅក្នុងផ្ទះស្រេចតែម្ដងណាបងចាហើយឥឡូវនេះយើងបន្តទៅមើលជាមួយនឹងផ្នែកខាងក្នុងផ្ទះវិញម្ដងសម្រាប់ផ្ទះនេះនៅផ្នែកខាងមុខផ្ទះគឺអាចចតឡានបានយ៉ាងងាយស្រួលតែម្ដងរហូតដល់2 ទៅ 3 គ្រឿងឯណោះចាឥឡូវនេះចូលទៅផ្នែកខាងក្នុងផ្ទះបរិវេណបន្ទប់ទទួលភ្ញៀវយើងចូលមកដល់គឺឃើញថាមានការរៀបចំគឺថាប្លែកៗស្រស់ស្អាតខ្លាំងមែនទែនជាពិសេសផ្ទះនេះបងទិញទៅគឺនឹងទទួលបានជាមួយនឹងទូដេគ័របន្ទប់ទទួលភ្ញៀវយ៉ាងស្រស់ស្អាតគឺមានថតច្រើនខ្លាំងមែនទែនហើយមានការបន្ថែមជូនជាមួយនឹងសាឡុងចាគឺស្រស់ស្អាតខ្លាំងតែម្ដងផ្ទះនេះគឺមានការរៀបចំគឺស្រស់ស្អាតខ្លាំងមែនទែនឥឡូវចូលមកមើលបន្ទប់គេងទី1ចំពោះបន្ទប់គេងទី1គឺថាចូលមកដល់គឺត្រជាក់តែម្ដងមានជាមួយនឹងប្រអួយធំគឺពលឺចូលបានយ៉ាងគ្រប់គ្រាន់ហើយជាពិសេសគឺមានជាមួយនឹងបន្ទប់ទឹកនៅផ្នែកខាងក្នុងនេះរួចរាល់មួយផងដែរចូលមកដល់បន្ទប់គេងទី2វិញម្ដងចំពោះបន្ទប់គេងទី2នេះគឺការរៀបចំគឺដូចគ្នាយើងមានការរៀបចំជាប្រអួតចាគឺស្រស់ស្អាតតែម្ដងផ្ទះនេះគឺរៀបចំគឺនិយាយមកគឺស្អាតខ្លាំងមែនទែនហើយមានការរៀបចំជាបន្ទប់ទឹកមួយនៅផ្នែកខាងក្រៅនេះផងដែរមកដល់ផ្នែកខាងក្រៅនេះគឺយើងមានការបន្ថែមជូនជាមួយនឹងតុញ៉ាំអាហារគឺលក្ខណៈធំទូលាយសមាជិកគឺដាក់បានច្រើនតែម្ដងហើយជាពិសេសមានការបន្ថែមជួយជាមួយអំពូលរំយោលគឺស្អាតខ្លាំងមែនទែនផ្ទះនេះហើយសម្រាប់ផ្នែកខាងក្រៅនេះខ្ញុំនេះគឺជាទូដេគ័រជាច្រើនបែរលើក្រោមចាស្រស់ស្អាតខ្លាំងមែនទែនមានថតច្រើនគឺជាពិសេសបងនារីគាត់ងាយស្រួលក្នុងការចម្អិនម្ហូបអាហារចូលមកកាន់បន្ទប់គេងទី3ចំពោះបន្ទប់គេងទី3នេះគឺស្រស់ស្អាតដូចគ្នាជាបន្ទប់គេងមេឃគ្រួសារមានប្រអួតធំទូលាយជាពិសេសមានការរៀបចំជាលក្ខណៈបន្ទប់ទឹកនៅផ្នែកខាងក្នុងនេះមួយផងដែរមកដល់ផ្នែកខាងក្រោយវិញចាគឺយើងមានជាមួយនឹងបន្ទប់ទឹកនៅផ្នែកខាងក្រោយអាចឲ្យបងប្អូនគាត់មកលេងគឺគាត់អាចចូលមកខាងក្រោយនេះបានចាហើយនៅផ្នែកខាងក្រោយមានជាមួយនឹងផ្លូវដើរចាទៅផ្នែកខាងក្រោយផងដែរចាសរុបរួមមកចំពោះប្រភេទផ្ទះវីឡាតូលអេសនេះផងដែរយើងមានការរៀបចំជាបន្ទប់គេង3បន្ទប់ទឹក4ផ្ទះបាយ1បន្ទប់ទទួលភ្ញៀវ1ជាមួយនឹងចំណាត់ឡានធំទូលាយចំពោះព័ត៌មានលម្អិតទាក់ទងទៅនឹងគម្រោងប្រភេទផ្ទះអតិថិជនអាចធ្វើការទំនាក់ទំនងមកកាន់ទីតាំងការិយាល័យផ្នែកលក់ដែលមានទីតាំងនៅចុះពីរងូបការរំដួលចម្ងាយត្រឹមតែ800ម៉ែត្រតែប៉ុណ្ណោះសូមអរគុណសូមជម្រាបលាបាយបាយ